តាមប្រទេសភាពការរស់នៅល្អហ្នឹងថ្ងៃនេះអាត្មាភាពបានមកដល់រដ្ឋអាឡាស្កាទឹកដីសហរដ្ឋអាមេរិកថ្ងៃទី23ខែ6 2025ដែលគេល្បីថារដ្ឋអាឡាស្កានេះគឺជារដ្ឋមួយប្លែកអំពីរដ្ឋដទៃនៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយប្លែកនោះតើប្លែកអ្វីខ្លះការប្លែកនោះអញ្ចឹងមើលទស្សនវិជ្ជានៃការប្លែកចម្លែកខុសពីរដ្ឋដទៃនៅក្នុងសហរដ្ឋអាមេរិករួមមានទី1គឺអាកាសធាតុព្រះអាទិត្យនឹងមិនងាយលិចលឿនទេពេលខ្លះរហូតដល់សឹងមួយថ្ងៃរហូតដល់ទល់ភ្លឺត្រូវបានព្រះអាទិត្យលិចឬពេលខ្លះបើយប់វិញយប់24ម៉ោងហើយបើភ្លឺ24ម៉ោងចឹងនេះគឺជាទស្សនវិជ្ជានឹងការបង្ហាញផ្តិតនៅព័ត៌មានជាក់លាក់នៅក្នុងគណៈវេលាឱកាសនេះម៉ោង11 ជិតចូល12កដាទៀតហើយបើសិនជានៅតាមបណ្ដារដ្ឋផ្សេងគឺមេឃងងឹតឬក៏នៅស្រុកខ្មែរមេឃហ្នឹងគឺគេថាកដាយប់ហើយតាត់ចូលតំណុំឃុំចូលបកងញាតិញោមផុសស្រីចូលទំនេកដេកពួនហើយតែដោយឡែកនៃការផ្លែកទី2នេះទោះបីជាការដែលគេរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិករដ្ឋអាឡាស្កានេះជាលក្ខណៈថ្ងៃ24ម៉ោងយប់24ម៉ោងក៏ពិតមែនតែគេរៀបចំការគេងការសម្រាករបស់គេគឺទៅតាមដំណេកតាមពេលវេលាតាមម៉ោងគេគិតរឿងថ្ងៃលិចថ្ងៃរះទេឲ្យចូលបន្ទប់បិទវាំងននបិទភ្លើងងងឹតទៅតាមម៉ោងវេលាកោកម៉ោងម៉ានធ្វើការម៉ោងម៉ានគេគិតទៅលើថ្ងៃយប់ហ្នឹងណាគេគិតម៉ោងវិញអញ្ចឹងគឺជាភាពប្លែកនៅក្នុងរដ្ឋអាឡាស្កាប្លែកទី3រដ្ឋអាឡាស្កានេះគឺសម្បូរទៅដោយត្រីសាម៉ុនច្រើនណាស់ដល់ខែរដូវគេនេសាទគេទៅស្ទូចទៅដងយកត្រីសាម៉ុនច្រើនមែនតើចឹងការដែលប្លែករបស់អាត្មាភាពបានមកដល់ផ្ទាល់នៅទឹកដីអាឡាស្កានេះពិតជាចម្លែកដូចអាត្មាគិតមែនដូចឮគេថាមែនតែមិនដឹងថាអ្នកដែលធ្លាប់មកហ្នឹងមានការប្លែកដូចអាត្មាដែរអត់ទេបើសិនជាមានសូមជួយឆ្លើយផងអរគុណ